លោកសរសេរក្បត់មកក្រសួងថាឥឡូវនេះវិហាររបស់វត្តណាខូចធ្ងន់ធ្ងរទឹកលិចឬក៏កឌីស៊ីពុកបាក់អីចឹងណាមិនហ៊ានចូលទៅទៀតទេបិទទ្វារចោលហើយអញ្ចឹងសូមឲ្យតែយកមកដល់ក្រសួងពួកយើងខ្ញុំអត់ដែលខានទេគឺតែងតែឲ្យមនុស្សចុះទៅមើលតើប្រកាសជាអញ្ចឹងមែនអីហ្នឹងឯងហើយតើមានមធ្យោបាយជួសជុលទេបើសិនជាមានមធ្យោបាយជួសជុលត្រូវជួសជុលបើសិនជាទីតាំងនឹងវិហារនឹងវាបែកបាក់ធ្ងន់ធ្ងរពុកផុយធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សអាហ្នឹងក៏ពិចារណាមិនអាចថែរក្សាបានដែរសូមទិញយល់ថាការរក្សាបេតិកភណ្ឌជាតិដូចជាវិហារខុសផ្សេងៗដែលមានអាយុកាលពី100ឆ្នាំមានសារៈសំខាន់យ៉ាងណាសម្រាប់វប្បធម៌និងការរក្សាពុទ្ធសាសនាបាទខ្ញុំគិតថាយើងមានស្អីពាក្យស្លោករបស់យើងហ៎វប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិថ្កាំងណាតាមពិតពាក្យហ្នឹងអ្នកណាក៏ដឹងដែរប្រទេសនីមួយៗឬក៏ទីតាំងនីមួយៗវត្តក្តីវិហារក្តីគឺត្រូវមានប្រវត្តិមានកន្លែងវិហារខ្លះឬវត្តខ្លះជាបុរាណកាលរាប់រយឆ្នាំមកហើយយើងគិតមើលដើមឈើមានឫសនិយាយដើមឈើមានឫសប្រទេសមានប្រវត្តិនៅពេលដែលយើងអត់ថែរក្សាអ្វីដែលជាទឹកតាងបង្ហាញនៅប្រវត្តិរបស់ដូនតាយើងអ្នកដែលកសាងបានតែយើងបំភ្លេចខ្លួនឯងចោលយើងភ្លេចខ្លួនឯងចោលបានតែគេសួរថាវត្តហ្នឹងខ្ញុំរាប់រយឆ្នាំមកហើយតើមានអីជាផុសតាងបងអូនបើស្អីថ្មីទាំងអស់ទំសាងសង់20ដូច្នេះខ្ញុំចង់គិតថាខ្ញុំចង់និយាយថាសូមឲ្យនាំគ្នាថែរក្សាអ្វីដែលជាបេតិកភណ្ឌរបស់ដូនតាយើងគឺជាមោទនភាពរបស់ជាតិគំនូរមកផ្ទាំងដែលគូរលើវិហារចាស់ណាទម្រង់រចនាបថរបស់វិហារចាស់មួយដែលយើងអាចជួសជុលថ្មីបានហ្នឹងឯងដើម្បីរក្សានឹងគឺជាយើងរក្សាអត្តសញ្ញាណជាតិយើងហ្នឹងអត្តសញ្ញាណបំភ្លេចនៅអត្តសញ្ញាណជាតិយើងដូចបំភ្លេចខ្លួនឯងអញ្ចឹងពួកយើងត្រូវគិតអាហ្នឹងប៉ុន្តែខ្ញុំគ្រាន់ចង់ជំរាបចិត្តដែរថាបើសិនជាទីតាំងនឹងវិហារនឹងវាបែកបាក់ធ្ងន់ធ្ងរពុកផុយធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សអាហ្នឹងក៏ពិចារណាមិនអាចថែរក្សាបានដែរប៉ុន្តែដូចខ្ញុំនិយាយមិញអញ្ចឹងមុននឹងយើងវាយចោលដោយសារវាកន្លែងហ្នឹងអត់អាចធ្វើអីបានទៀតទេខូចខាតហើយយើងត្រូវធ្វើការគូសថែសម្រង់គេហៅសម្រង់តាំងពីគំនូរតាំងពីរូបភាពអីដែលយើងអាចសេះសល់បានសម្រាប់ចងក្រងជាប្រវត្តិសាស្ត្រឲ្យក្រោយពីព្រោះបើយើងវាយចោលអត់មានបានទុកអីសោះជួនកាលវាយកន្លែងហ្នឹងមួយយើងគ្រាន់តែយកគំនូរមកផ្ទាំងឬក៏ស្អីគេជាវាឬក៏កន្លែងសសរអីហ្នឹងពួកខ្ញុំធ្លាប់យកទុកសសរដែលមានក្បាច់ហ្នឹងពួកកន្លែងហ្នឹងត្រូវវាយចោលហើយប៉ុន្តែយើងយកទុកមកហើយអាហ្នឹងក៏អាចដាក់នៅសារៈមន្ទីរប្រាប់ថានៅសសរបុរាណកន្លែងវិហារគឺអញ្ចឹងហ៎ស្អីទាំងអស់ដែលអាចទុកប៉ុណ្ណាបានយើងទុកប៉ុណ្ណឹងគឺជាភស្តុតាងសម្រាប់វត្តនឹងផងជាភស្តុតាងសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រក្មេងជំនាន់ក្រោយព្រោះយើងឃើញហ្នឹងយើងឃើញអត្ថប្រយោជន៍ដែរបើបាត់ទាំងអស់ហ្នឹងឯងមានអីនិយាយមានភស្តុតាងណាចង់និយាយអីក៏ដោយបើសិនជានិយាយអ្នកណាក៏និយាយបានដែរប៉ុន្តែបើអត់មានភស្តុតាងសោះគិតធ្វើម៉េចអញ្ចឹងខ្ញុំយល់ថានេះសំខាន់ណាពាវនាវទាំងអស់គ្នាតែម្ដងដឹងទេតាមពិតនៅក្នុងវត្តព្រះសង្ឃលោកគង់ជាអធិបតីលោកត្រូវលោកនឹងណែនាំចំពោះពុទ្ធបរិស័ទហើយក៏ទៅជាពុទ្ធបរិស័ទដែរថ្មីក៏ធ្វើប៉ុន្តែចាស់ក៏ត្រូវថែរក្សាហ្នឹងទេហើយម្យ៉ាងទៀតតាមពិតបើជាខ្ញុំផងណាជួយថែរបស់ចាស់សិនរបស់ថ្មីយើងគង់នឹងធ្វើបានទេចាទៅមុខមានលុយធ្វើបានប៉ុន្តែរបស់ចាស់ធ្វើបាត់ហើយអត់ត្រឡប់មកក្រោយវិញលោកសរសេរក្បត់មកក្រសួងថាឥឡូវនេះវិហាររបស់វត្តណាខូចធ្ងន់ធ្ងរទឹកលិចឬក៏អាចស្អីណាទឹកកឌីស៊ីពុកបាក់អីចឹងណាមិនហ៊ានចូលទៅទៀតទេបិទទ្វារចោលហើយអញ្ចឹងសូមឲ្យតែយកមកដល់ក្រសួងពួកយើងខ្ញុំអត់ដែលខានទេគឺតែងតែឲ្យមនុស្សចុះទៅមើលតើប្រកាសជាអញ្ចឹងមែនអីហ្នឹងឯងហើយតើមានមធ្យោបាយជួសជុលទេបើសិនជាមានមធ្យោបាយជួសជុលត្រូវជួសជុលហើយបើចាជួសជុលវាអាចមានរូបភាពច្រើនណាអំពាវនាវពុទ្ធបរិស័ទយើងរួមគ្នាធ្វើកឋិនធ្វើបុណ្យផ្កាដើម្បីជួសជុលទៅប៉ុន្តែបើកន្លែងហ្នឹងប្រកាសជាអត់អាចជួសជុលបានទេហើយសំណង់ហ្នឹងក៏វាមិនជាមានតម្លៃបេតិកភណ្ឌណាជាសិល្បៈក្តីថ្លៃថ្លាហួសហេតុណាស់ដែរហើយវាពុកវាផុយទៀតអាហ្នឹងយើងក៏អាចឲ្យអនុញ្ញាតឲ្យរុះរើចោលដែរប៉ុន្តែគាត់ត្រូវធ្វើការសម្រង់ឯកសារទុកកុំឲ្យបាត់ក៏ប៉ុណ្្នឹងគត់អាហ្នឹងប្រយោជន៍ឲ្យវត្តទៅតាវត្តថ្ងៃក្រោយបើសិនលោកធ្វើថ្មីយើងបង្ហាញធ្វើផ្ទាំងគំនូរមកទៅវត្តហ្នឹងកាលមុនពីប្រហែល100ឆ្នាំមុនគេមានពហិគេមួយចេះមានរូបថតមានសម្រង់ប្លង់ទុកអាហ្នឹងមិនប្រយោជន៍របស់វត្តដែរជាផុសតាងជាបើសិនជាវត្តអត់ធ្វើសោះបានផុសតាងពីណាប្រាប់ថាឡើយហ្នឹង100ឆ្នាំមុននៅវត្តនៅអាណាឡំលោកមាន
ភាសាខ្មែរសតវត្សទី12ផុសតាងហ្នឹងណាចាហើយខ្ញុំគិតថានៅតាមវត្តផ្សេងៗក៏ត្រូវតែមានផុសតាងដែរអាចមានជាដើមឈើដែលមានខ្ទមអ្នកតាប្រជាជនទៅនៅប្រជាជនទៅបន់ស្រន់អីគឺជាផុសតាងមួយដែរបើអញ្ចឹងមិនបង្កើតវត្តបានតើកន្លែងហ្នឹងកន្លែងទីសក្ការៈដែរមិនចឹង